រឿង5យ៉ាងប្រហែលជាអ្នកមិនទាន់ដឹងអំពីល្ខោនខោល 1. ការសម្ដែងល្ខោនខោលគឺសម្ដែងដោយបុរសសុទ្ធ 100% សូម្បីតែតួអង្គនាងសីតាក៏ត្រូវបានសម្ដែងដោយបុរសដែរមូលហេតុនោះគឺដោយសារតែក្បាច់រាំរបស់ល្ខោនខោលមានភាពរឹងមាំកម្លាំងខ្លាំងនិងត្រូវការវឹកហាត់ដូចជាតបដែលសមស្របទៅនឹងធម៌ពលរបស់បុរស 2. មិនមែនគ្រាន់ជាការកម្សាន្តតែជាវិធីសក្ការៈល្ខោនខោលមានទំនាក់ទំនងយ៉ាងជ្រៅជាមួយជំនឿនៅតាមវត្តអារាមគេសម្ដែងល្ខោនខោលដើម្បីបន់ស្រន់សុំទឹកភ្លៀងពីអ្នកតានិងទេវតា 3. អត្ថកម្បាំងនៃរបាំមុខល្ខោនខោលមិនមែនគ្រាន់តែជាគ្រឿងតុបតែងនោះទេមុននឹងពាក់សិល្បករត្រូវមានវិធីសំពះព្រះគ្រូយ៉ាងខ្ជាប់ខ្ជួនគេជឿថាសិល្បករពាក់របាំមុខចូលនៅក្នុងខ្លួនហើយពួកគេនឹងមានគ្រូមកសន្ធិដ្ឋដែលធ្វើឲ្យការសម្ដែងមានភាពរស់រវើកនិងមានសក្តានុពលបំផុត 4. សម្លៀកបំពាក់និងពណ៌តំណាងឲ្យចរិតលក្ខណៈអ្នកអាចសម្គាល់តួអង្គភ្លាមតាមរយៈពណ៌បៃតងគឺព្រះរាមតំណាងឲ្យសន្តិភាពនិងទេវតាពណ៌សគឺហនុមានតំណាងឲ្យភាពស្មោះត្រង់និងរហ័សរហួនពណ៌ក្រហមគឺសុគ្រីពគឺជាស្ដេចស្វាដែលកម្លាំងខ្លាំងក្លាមុខ10គឺជាក្រុងរាមពណ៌ជាមេតបយៈដែលមានឫទ្ធិអំណាច 5 ជាបេតិកភណ្ឌដែលបានត្រូវសង្គ្រោះមិនទាន់អ្វីត្បិតតែល្ខោនខោលអស្ចារ្យប៉ុន្តែវាធ្លាប់ស្ទើរតែរលាយសាបសូន្យក្នុងសម័យខ្មែរក្រហមដោយសារតែការខិតខំរបស់គ្រូចាស់ដែលនៅសេសសល់ទើបអាចរក្សាទុកដល់សព្វថ្ងៃក្នុងឆ្នាំ2018 UN បានដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវបានសង្គ្រោះមិនទាន់ដើម្បីឲ្យពិភពលោកជួយការពារកុំឲ្យបាត់បង់ម្ដងទៀតបើសិនជាបងប្អូនពេញចិត្តនឹងវីដេអូខ្ញុំសូមជួយចុច like និង share ម្នាក់មួយផងសូមអរគុណ